bà số đấy ôn nè bà thom tầng học nia bà tìm bờ tìm bẫy của trường ai chơi riêng ban đá đủ chỉ lấy chẳng nhưng mà mơ tại trong cho mùi lồng đập này vị thì ở bố đó con rì chạy thế nhưng đang ấy ở vị thì ní cứ biết sủng khăn thì chọn ôn class ở ọt chăm thế cứ hiện click đáy chẳng cái nàyประมาณ vị thì để miền bố đỏ con trái chương tới cái này từ lơ ประมาณ vị thì con rì chạy chỉ môn mà từ dương bố rồi đó bị chuyển từ nam tam lồng đập lồng đầu thòm đà chẳng nhưng mà mơ ở trong luôn đi mùi mà tìm miền đập buôn chạyពីបូក 15 គុណ 2 អញ្ចឹងក្នុងករណីហ្នឹងគឺយើងកណនី14ចែកនឹង2សិនបាទអញ្ចឹង14ចែកនឹង2គឺយើងទទួលបានស្មើនឹង7បាទបន្ទាប់មកកន្លែងគុណកណនីមុនមកបាទអញ្ចឹង15គុណនឹង2យើងទទួលបានចម្លើយ30បាទអញ្ចឹង30បូកនឹង7យើងទទួលបានលទ្ធផលមួយថ្មីទៀតគឺ37អញ្ចឹងបានន័យថាផលចែកបូកគុណខាងលើនេះទាំងអស់ហ្នឹងគឺវាមានចម្លើយស្មើនឹង37បាទទាំងអស់ហ្នឹងមានចម្លើយស្មើនឹង37ឥឡូវយើងមកមើលបន្តទៀតបាទ7ដក10ចែកនឹង2ដក2បាទអញ្ចឹងក្នុងករណីនេះគឺយើងកណនីកន្លែងចែកមុនសិនបាទអញ្ចឹងយើងកណនីកន្លែងចែកសិនកន្លែងនេះណាបាទអញ្ចឹងដក10ចែកនឹង2បាទ10ចែកនឹង2វាដល់សល់5អញ្ចឹងកន្លែងហ្នឹងយើងបានសល់ដក5អញ្ចឹងយើងបានស្មើនឹង7បាទដកជាមួយនឹង5ហើយដក2បាទ7ដក5យើងដល់សល់2ដក2យើងទទួលបានលទ្ធផលថ្មីទៀតគឺ0បាទអញ្ចឹងយើងមកមើលបន្តទៀតបាទនេះនេះខ្ញុំទុកឲ្យធ្វើខ្លួនឯងចុះបាទដោយសារវាមានលំនាំដូចគ្នាអញ្ចឹងបងប្អូនអាចចូលធ្វើខ្លួនឯងបានបាទឥឡូវខ្ញុំមកធ្វើនេះឲ្យបងប្អូនបាទនេះណាបាទអញ្ចឹងយើងមើលកាលណាមានវងកញ្ចក់យើងត្រូវកណនីនៅក្នុងវងកញ្ចក់ជាមុនសិនបាទអញ្ចឹងកណនីក្នុងវងកញ្ចក់យើងមើល7ដកជាមួយ4យើងស្មើប៉ុន្មានបាទ7ដក4ស្មើជាមួយនឹង3ចែក3ស្មើ1គុណ5ស្មើ5អញ្ចឹងចម្លើយគឺស្មើ5ប៉ុន្តែខ្ញុំសុំកណនីឲ្យមួយដំណាក់កាលអញ្ចឹងកណនីក្នុងវងកញ្ចក់ជាមុនសិនបាទនេះក្នុងនេះមុនសិនណាបាទអញ្ចឹង7ដក4យើងទទួលបានចម្លើយគឺ3បាទ3ចែកនឹង3ស្មើគុណនឹង5អញ្ចឹង3ចែកនឹង3បាន1គុណនឹង5គឺស្មើ5អញ្ចឹងចម្លើយរបស់យើងគឺ5អញ្ចឹងនៅសល់លំហាត់ខាងក្រោមនេះសង្ឃឹមថាបងប្អូនអរគ្នាអាចដោះស្រាយបានយើងសាកល្បងធ្វើទាំងអស់គ្នាបាទអរគុណច្រើនជម្រាបលាយើងជួបគ្នានៅវីដេអូក្រោយបាទអរគុណ